សូមគោរពនិងជម្រាបសួរមិត្តអ្នកស្ដាប់និងទស្សនិកជនដែលនិយមចូលចិត្តសំណេរក្អាកក្អាយនេះគឺកម្មវិធីរឿងរ៉ាវចម្លែកក្អែកនិងរឿងហួសចិត្តប្រចាំថ្ងៃផ្សាយចេញពី30 Daily AI Studio ក្នុងក្តីស្រមៃនាងខ្ញុំវត្តៃសូមនាំអារម្មណ៍អស់លោកអ្នកមកតាមដានព្រឹត្តិការណ៍សំខាន់ៗមានរឿងដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងបរិះម្នាក់រត់ស្រាតខោវាយជុំវិញហាងលក់ផ្លែឈើមួយកន្លែងព្រោះខាងខ្លួនឯងរកលុយទីនទុរេស៊ីមិនបានមានរឿងដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងខណៈសត្វពពែមួយក្បាលឈ្មោះរំដួលបានឈប់ស៊ីស្មៅហើយឈរធ្វើបាតុកម្មអត់អាហារនៅមុខផ្ទះម្ចាស់ដោយមានបាក់ដាតូចមួយចង់ជាប់នឹងកសរសេរថាខ្ញុំត្រូវការ Wi-Fi ដើម្បីមើល TikTok ថ្មីនេះតាមការរាយការណ៍ពីម្ចាស់បំណុលឲ្យដឹងថាចំនួនអ្នកដាច់លុយចាយចុងខែមានការកើនឡើងគួរឲ្យកត់សម្គាល់